ឥឡូវនេះមិនត្រឹមតែចិនវាយចិនទេឥឡូវនេះអង្គើដល់ជប៉ុនសំណុំពរបងប្អូនមុនទិញឡានចង់ធ្វើអីនិយាយគ្នាហើយមុនទិញឡានចិនទាំងអស់ក៏មិនស្រួលជាដូចគ្នាដែរក៏មិនស្រួលជាដូចគ្នាដែរសំបីតែ PHEV ដូចគ្នាក៏ដោយបាទសូមគោរពនឹងជម្រាបសួរបងប្អូនទាំងនេះស្វាគមន៍សាជាថ្មីមកកាន់កម្មវិធី Auto Trend ហើយសម្រាប់សប្តាហ៍នេះគឺយើងសប្តាហ៍វីដេអូនេះគឺយើងជួបជាមួយខ្ញុំរក្សាបងប្រុស Demo មកពី Optimus ខ្ញុំរក្សាមកពី Camboto និង OSP Film ហើយបងអូនសេងឡុងមកពី SL Car Care អញ្ចឹងកុំឲ្យតប៉ាយូសម្រាប់ topic ថ្ងៃនេះគឺភ័យផ្លូវការនេះអញ្ចឹងសម្រាប់ប្រធានបទថ្ងៃនេះគឺយើងនឹងនិយាយអំពីប្រធានបទឡានថ្មីជាក់ស្ដែងយើងឃើញមាន GSC GN 6 Pro តម្លៃថ្មីបាទដោយសារហៅ Camboto ថតដែរហើយតើតើទៅនឹង Official Avatar ក៏ដូចគ្នាគាត់នឹងមានកម្រោហៅយើងថតដែរអញ្ចឹងសិតតែជាដៃគូហើយ Starshine 6បានមកដល់ហើយ Camboto ក៏បានថតហើយដែរ Avatar 12ក៏បានថតហើយដែរខ្ញុំចង់និយាយដោយសារតែយើងបានថតអញ្ចឹងយើងដឹងពី option land ច្រើនបាទហ្នឹងហើយមួយទៀតតើតើទៅនឹង Toyota បញ្ចេញតម្លៃថ្មីទៅលើ model មួយចំនួន Toyota ក៏ជាដៃគូសហការរបស់យើងដែរជារួមសាដៃគូរបស់យើងហើយជាមួយនឹងការឆ្លើយតបជាមួយនឹងសំណួរជាច្រើនហើយនៅក្នុងនោះក៏មានផងដែរជាមួយនឹង SK99 ក៏ត្រូវតែឆ្លើយដែរបាទព្រោះមានសំណួរបងប្អូនយើងគាត់សួរច្រើនហ្នឹងហើយអញ្ចឹងប្រធានបទយើងរបៀបរៀបរយរបៀបវិរៈគឺមានបែបនេះបាទជាក់ស្ដែងហ្មងគឺយើងបានទទួល comment ពីបងប្អូនទាំងអស់គ្នាហើយមាន comment ខ្លះក៏យើងអាចកែសម្រួលបាន comment ខ្លះក៏យើងមិនទាន់អាចធ្វើការកែសម្រួលបានបាទហ្នឹងហើយបើសិនបើមានដៃគូ sponsor អីច្រើនអាហ្នឹងប្រហែលជាយើងអាចមានអ្នកចាំរៀបចំ script ឲ្យយើងអានតែម្ដងអត់ទេមិន topic ឲ្យយើងនិយាយតែម្ដងយើងអាចមានរបៀបថាយើងកាត់តវាល្អជាងហ្នឹងព្រោះមានបងប្អូនយើងគាត់សនំពោចង់ឲ្យយើងដាក់រូបឡានដែលយើងនិយាយយើងអីចឹងគាត់តែជាក់ស្ដែងខ្ញុំក្រុមការងារប៉ុណ្នេះនៅតែអត់គ្រាន់ដែរបាទហ្នឹងហើយណាមួយក្រុមការងារបងឯងត្រូវធ្វើនិយាយទៅកម្មវិធីនេះគឺយើងធ្វើដោយអត់លុយហើយមិនមែនថាដល់មានលុយបានល្អប៉ុន្តែវាពិតជាអញ្ចឹងបាទវាពិតជាអញ្ចឹងមានលុយហើយជួលម្នាក់ទៀតជួយកាត់អីអញ្ចឹងដែរហើយនិយាយមិនស្រួលប៉ះពាល់គេលែងឲ្យថតទៀតបាទប៉ុន្តែជាក់ស្ដែងមិនជាបញ្ហាអីទេព្រោះអ្វីដែលខ្ញុំចង់ធ្វើនេះគុណតម្លៃសម្រាប់កម្មវិធីនេះគឺធ្វើយ៉ាងណាដើម្បីផ្ដល់ចំណេះដឹងទៅកាន់បងប្អូនទាំងគ្នាវែងទេកុំនិយាយវែងពេកអូខេកុំវែងពេកអញ្ចឹងយើងចូលទៅប្រធានបទរបស់យើងអូខេអញ្ចឹងសម្រាប់ GSC GN 6 Pro ព័ត៌មានលម្អិតបងប្អូនទាំងគ្នាអាចមើលនៅលើ Camboto បានហើយយើងនឹងចេញក្នុងពេលឆាប់ៗនេះប៉ុន្តែឥឡូវនេះគឺអត់បានថតទេបាទតម្លៃថ្មី 26500 បាទទៅឡានតម្លៃប៉ុណ្ណឹងឥឡូវច្រើនណាស់មើលច្រើនដំបូងគេបង្អស់Toyota Rai អូ Rai ហ្នឹងអូចាំ8ខែក៏មានដែរ Tracker តបមក Rai ឡើង400 Tracker 26500តែពេលហ្នឹង Rai ក៏នៅមានទីផ្សារដែរនៅតបមក Tracker មករៀងតិចធ្លាក់តិចតបមក Tracker បានរៀងច្រើនអញ្ចឹងទៅចេញ Acura មកមិនអញ្ចឹងហ៎បងហ្នឹងហើយមិនតម្លៃប៉ុណ្្នឹងហ៎ Acura ហ្នឹងហើយ26500មកគាត់បញ្ចេញខ្លាំងប្រកួតព្រោះអានោះវាធម្មតាអានោះចិនសុតអញ្ចឹងវា option ច្រើនរៀងបែបណាឡានតម្លៃប៉ុណ្្នឹងកាមេរ៉ា360ត្រូវអត់ក៏អីចុចដបូលចောက်អីចុចគួតក្រោយអូតូ blind spot អានោះមានណាបងណាបាទបន្ទាប់មកបានគាត់ free កាតសាំង free អីអញ្ចឹងណាហ្នឹងហើយតហើយក៏ចេញSila Alpha ចេញអីមកចេញ Sila Alpha ឥឡូវ 21000 បាទហ្នឹងហើយពេលហ្នឹងក៏ដោយសារនេះដែរដោយសារ GTV Can ដែរជំនាន់ហ្នឹង GTV Can តែឆ្ងល់អាតម្លៃ 26500 ហ្នឹងគេនិយមហ៎វាល្មមបងមានអារម្មណ៍ថាច្រើន model មែនតើឥឡូវMQ ក៏ 26500 ហ្នឹងហើយ Cheto Dashing Eco 26500ជួនកាលត្រូវបង្ខំចិត្តឲ្យលក់យកមកជាទៀបតែយកតម្លៃដូចគ្នាហ្មងទៅបាទអាចចឹងដែរណាមួយបើគាត់តម្លាក់អត់បានគាត់កាត់រោងចក្រចឹងទៅបាទគុំនឹងឡើងចឹងទៅដើម្បីចំណេញច្រើនអីចឹងទៅដល់ពេលចឹងអ្នកប្រើពិតជាចំណេញអ្នកប្រើទេអ្នកប្រើថ្មីបាទអ្នកប្រើចាស់ដេកស្អប់មុនជាងអីទៀតបាទជាក់ស្ដែងហ្មងយើងផ្សារភ្ជាប់ហ្មងទៅវាឥឡូវនេះមិនត្រឹមតែចិនវាយចិនទេឥឡូវនេះអង្គើដល់ជប៉ុនប៉ុនទៅទប់លេខជាប់ដែរអញ្ចឹងជាក់ស្ដែងមិនថាអីគាត់ថារូបភាពវាយើងមើលហ្មងគឺត្រូវតែប៉ះពាល់ហើយបាទទៅធ្វើឲ្យអង្គើអញ្ចឹងទៅ
ដល់ពេលចំណេញអ្នកប្រើក្រោយ ត្រូវ បាទ ហ្នឹងហើយ ចុះអ្នកមុន អ្នកប្រើមុនត្រូវរៀងទទួលយកអារម្មណ៍ហ្នឹងបន្តិច បាទ ប៉ុន្តែគាត់ប្រើបានបើថា ប្រើ ប្រើបាន ហើយគាត់ 6 ខែ ប្រើ មួយឆ្នាំអត់អីណាខ្លះតែប្រើបានមួយអាទិត្យអី អ្នកខ្លះគាត់ថាមួយអាទិត្យអស់3000 បាទមួយអាទិត្យ 3000 តែមិនអីទេសំខាន់យើងបានជិះមុនគេមួយអាទិត្យ បាទអត់ទេគ្រាន់តែថាបងគិតថាគាត់ប្រហែលជាសម្រាប់ចិត្តច្បាស់ហើយ បាទ ក្នុងការទិញហ៎ព្រោះពេលហ្នឹងតម្លៃហ្នឹងវាខ្ពស់បើយើងអត់គិតរឿងប្រទេសជប៉ុននេះខ្ពស់ចឹងទៅ បាទ តាំងពីដើមមកគឺខ្ពស់ហើយដល់ពេលមានអីទៀតបងប្អូនយើងច្បាស់គិតហ្នឹងទិញយកជប៉ុនទៅណោះ បាទ ខ្ញុំជឿថា 36000ឬក៏30000ប្រហែលហ្នឹង5000អីហ្នឹង ខ្ញុំជឿថាគាត់យក brand ជប៉ុនគាត់មិនជិះមួយខែពីរខែគាត់ដូរទៅនេះទេគាត់ជិះដល់ជិះហើយកាន់ឆ្នាំហើយអញ្ចឹងមិនអីទេអាហ្នឹងមិនទីផ្សារវាបត់បែនហ្នឹងឯង គាត់ថាចិនប្រហែលជាគាត់អាចរៀងនេះតិចដូច GN6 Pro ពីមុនតម្លៃជិត 30000 បាទ បាទឥឡូវសល់តែ 26500 ចុងមុនអាតម្លៃ 29999 ក៏ 30000 ជាងដែរណាបង GN6 ហ្នឹងមកយូរហើយខណៈអត់មានពាក្យ Pro 30000ស្ដា អូ រ អូខេ GN6 ហ្នឹងមានយូរហើយ បាទ ខ្ញុំចាំខ្ញុំធ្លាប់ភ្ញៀវយកមកតឡានគូតក្រោយអូតូដូចចង់2ឆ្នាំមុនអីនោះមាន បានក្រោយមកស្ងាត់ធម្មតាបងសង្កេតមើលមិនថាក្រុមហ៊ុនឬក៏ការ៉ាសទេបើការ៉ាសយើងថាគាត់បត់បែនលឿនតែក្រុមហ៊ុនក៏គាត់ចេះបត់បែនណាឥឡូវតាឡានណាបាទនេះបញ្ចេញស្តុកឈប់យកមកហើយយកមកតែលក់អត់បានប៉ុណ្ណឹង ហ្នឹងហើយ យក model ណាដែលគួរបញ្ចេញ ប៉ុន្ គេ តែហងៃយើងអាចមើលរំលងលើក្បួនច្បាប់នៃក្រុមហ៊ុននិងការ៉ាស បាទ ថាការ៉ាសទៅបត់លឿនតែក្រុមហ៊ុនបត់លឿនជាងអីទៀតជួនកាលបញ្ចេញទៅមិនឲ្យតែអស់ឈប់យកមកហ្មងឬក៏បញ្ចេញឲ្យអស់ដើម្បីមាន model ថ្មីមួយទៀត ហ្នឹងហើយយ៉ាងណាមិញមិនមែនតែ GAC ទេឥឡូវនេះបាទដូច Chili គេចេញ5ថ្ងៃតែមិនដឹងថាមាន5ថ្ងៃប៉ុន្មានដងក៏យើងអត់ដឹងដែរព្រោះហ្នឹងវាជាព្រោះវាជាយុទ្ធសាស្ត្រទីផ្សារមួយដើម្បីធ្វើមិនបញ្ចេញ បាទ ព្រោះមានអីទៀតការ៉ាសយកមកឡានដូច i60 អីនេះរកតែ stock លក់អត់បាន បាទ អញ្ចឹងមានអីទៀតច្រើន បាទបង គាត់សម្រុកទិញម្លឹងពីការ៉ាសតម្លៃល្អហើយសូម្បីការ៉ាសហ្នឹងក៏មានបងប្អូននេះគាត់សួរច្រើនដែរគាត់សួរថាចុះមក i60 គាត់ដោជ្រែហ្មងគាត់ថាកន្លែងនេះតម្លៃប៉ុណ្ណេះពេលចុងក្រោយគាត់ថាមានណាទិញកន្លែងធូរថ្លៃប៉ុន្តែគាត់ទៅថែមនេះថែមនោះគាត់ថាដូចចង់ថ្លៃជាងគេមានមួយ set ឲ្យគាត់ដែរគាត់អត់ឈឺក្បាលទេមកដល់យកឡានហ្មងឡានមានបលាំងដាស់ស្រាប់ថាមាន UV មាន Scott ហើយស្រាប់ចង់ដាក់កាមេរ៉ាមានទៀតថាទៅ Optimus រុញមក SL ហើយអញ្ចឹងពេលគាត់ទិញឡានហើយបានមកកញ្ចប់ចាំយកឡានចាប់តែស្លាកលេខគាត់ជិះមក បាទ ហ្នឹងអត់ចាំបាច់ប្របាក់ដូចផ្សេងអញ្ចឹងរឿងតម្លៃនេះពេលខ្លះគ្រាន់តែជាការ play around មួយឲ្យធូរពេលខ្លះអ្នកខ្លះថែមកង់សកួរថែមអីអញ្ចឹងថាសកន្លែងលេងហ្នឹង បើពាក់ព័ន្ធជាមួយនឹងការ៉ាសវាមានច្រើនឥឡូវហ្នឹងអញ្ចឹងការលក់តម្លៃវាដឹងអាខុសគ្នាឡានមួយក៏ខុសគ្នាអាចចូល 2000 ដែរតែដល់យើងសួរឲ្យស៊ីជំរឿវាអាចពាក់ព័ន្ធនឹងធានាយូរឬក៏ឆាបការធានាហ្នឹងវាពិតជាធានាមែនអត់ការថែមជូនអីខ្លះបើអត់យកថែមគេចុះអត់ចេះមួយចេះពីរបាទអាហ្នឹងវាអញ្ចឹងដែរយើងកុំមើលតាគេផុសមកផុសដាក់រូបឲ្យដាក់តម្លៃសួរសិន អូខេអញ្ចឹងផ្សារភ្ជាប់ទៅនឹងបញ្ហាហ្នឹងដោយសារយើងក៏បាននិយាយដែរថា i60 អាចឲ្យទិញបាននៅ SK អញ្ចឹងណាបាទហើយ QO7 ទិញនៅ Z Auto Starshine 6ឬ Avatar អាចទិញអត់អញ្ចឹងទៅអញ្ចឹងគាត់ចង់សួរ SK 99ព្រោះបងគិតថាតម្លៃឡានក្រោម 30000 ហ្នឹងគឺជាជម្រើសមួយដែលល្អសម្រាប់បងប្អូនយើងហើយជាពិសេសបើមានទៀបជាង 20000 ទៀតរឹតតែល្អអញ្ចឹងនឹងមានដែរ ហ្នឹងហើយគាត់ចង់សួរថាអានេះយើងផ្សារភ្ជាប់ឲ្យហើយណាគាត់ថា SK មិនធានា3ឆ្នាំបងអត់ដឹងថាណែឯងអាចឆ្លើយជំនួសគាត់ឬក៏យល់ពីគាត់បានកម្រិតណាទេអញ្ចឹងគាត់ចង់សួរថា SK99 ធានា3ឆ្នាំធានាតែនៅភ្នំពេញទេឬក៏អីពេលដែលមានបញ្ហានៅខេត្តតើគាត់អាចចុះទៅជួយបានអត់ អូខេ ហ្នឹងហើយព្រោះយើងតែនិយាយថា SK ល្អតែតាមពិតយើងអត់ដែរនិយាយថាគាត់ល្អទេគាត់ថាធ្លាប់មានបញ្ហារឿង Thai 7មួយដែលយើងធ្លាប់និយាយថាគាត់ទៅដោះស្រាយជូនភ្ញៀវអីចឹងទៅបាទជាក់ស្ដែងខ្ញុំសូមនិយាយ background របស់គាត់បន្តិច បាទតែបងប្អូនមិនប្រកាសថាត្រូវតែជឿពួកយើងទេឬជឿខ្ញុំទេហ្នឹងហើយលំអិតបន្ថែមមួយម្ចាស់ការ៉ាសទៅហ្នឹងហើយបាទអញ្ចឹងអ្វីដែលខ្ញុំដឹងគឺគាត់ធ្លាប់ជួសជុលឡានដែលទិញពីការ៉ាសផ្សេងដែរតែសួរថាបច្ចុប្បន្ននេះមិនសូវជាមានទេដូចថាឥឡូវខ្ញុំទិញឡានពីបង
ពេលខូចបងអត់ធ្វើឲ្យខ្ញុំមកទៅរកឡៃផ្សេងគេក៏អត់ចង់ធ្វើឲ្យយើងដែរ ហ្នឹងហើយ ត្រូវអត់បាទអញ្ចឹងគាត់ធ្លាប់មានអតិជនដែរដែលទិញឡានពីកន្លែងផ្សេងតែគាត់អត់ចង់ធ្វើដូចគ្នាពួកអត់ចង់ប៉ះពាល់បាទកុំឲ្យថាទៅឡៃគេមិនធ្វើដល់មកយើងធ្វើអញ្ចឹងយើងយកមុខយកមាត់អញ្ចឹងក៏គាត់ធ្លាប់ដោះស្រាយឲ្យជួសជុល BZ4X បុកខ្ទេចនោះ EZ6 លិចទឹកទុកចោលលិចទឹកគាត់អ្នកជួសជុលគាត់ធ្វើដុតដៃដុតជើងធ្វើអញ្ចឹងពាក់ព័ន្ធនឹងឡានដែលទិញពីកន្លែងគាត់វិញដែលធានា3ឆ្នាំឬក៏ 50000 គីឡូដាក់អីក៏អត់ដាច់ធានាដែរដូចខ្ញុំបាននិយាយអញ្ចឹងណាចង់ធម្មតាឡាន G700X នៅស្ទើរសាប់ក្រុមកៅអីចង់ដាក់ថែមអ្នកខ្លះគាត់ថាមិនបាច់ថែមទេអញ្ចឹងវាលើតម្រូវការបោះមនុស្សម្នាក់មិនអញ្ចឹងហ៎បងអត់ចេះស្កប់ស្កល់នៅចង់ថែមនេះថែមនោះអញ្ចឹងទៅភ្លើងខ្សោយចង់ដាក់គួចណាទិញឡានអគ្គិសនីលីសាចាំបាច់បលាំងដាស់ការពារទៅអត់ពេលយើងជិះកោសខូចអគុយដោយសារកោសកកិតគេអត់ធានាឲ្យយើងទេកន្លែងហ្នឹងបាទអញ្ចឹងយើងដាក់ការពារខ្លួនឯងដាក់គុជដាច់ធានាទៅអីបើគាត់ដាក់គុជដាច់ធានាយើងសម្លឹងទៅមើលឡានចាស់ដូចបលែនណាព្រុសបងសិញឡុងបងឲ្យធ្លាប់ប្រើព្រុសសូនហ្មងអាដំបង05បាទដាក់គុជឲ្យបងខូចឧទាហរណ៍ថាបងជីខូចអគុយខូចដោយសារគុជឬក៏ខូចមកពីអាយុកាលអគុយនេះអញ្ចឹងណាបាទអញ្ចឹងអ្នកលក់ឡានតាមពិតខ្ញុំជឿថាគាត់ដឹងកន្លែងហ្នឹងហើយអញ្ចឹងពី SK គឺបងធ្វើអីទៅអត់ដាច់ធានាអត់ប៉ះពាល់ទេហើយចូលទៅដល់សំណួរបងដែលសួរថាចុះបើនៅខេត្តគាត់ធានាមិនធម្មតាក្រាស់យើងនៅភ្នំពេញបងប្អូនខូចនៅខេត្តបងប្អូនត្រូវធ្វើម៉េចបងប្អូនតាក់តងមកគាត់ប្រកាសជាដោះស្រាយតាមបែបពីចម្ងាយសិនព្រោះថាឧទាហរណ៍ថាជួនកាលគាត់ជីអស់សាំងហើយអាលុតគប់ពេអញ្ចឹងយើងមិនត្រូវពីចម្ងាយសិនយើងអត់ត្រូវការដូចយើងឈឺយើងភាសាមកដុកទ័រអញ្ចឹងយើងមិនភ្លាមទៅ scan យកឯកភាពចំណុចហ្នឹងអូខេបន្ទាប់មកទៀតគាត់ធ្លាប់ហើយឲ្យគឺមានអីពិបាកបងសម័យនេះហៅឡានដឹកហ្នឹងហើយឡានដឹកយកមកអញ្ចឹងបើមានសំណួរមួយដែរគាត់ធ្លាប់សួរខ្ញុំចុះបងបើដឹកហ្នឹង free មែនខ្ញុំថាអាហ្នឹងគេអត់ free ទេហើយក៏មិនមែនតែការ៉ាស់ដែរខ្ញុំជឿថាទោះក្រុមហ៊ុនក៏គេ charge លុយដែរហ្នឹងហើយសំខាន់បងទទួលបានភាពកក់ក្ដៅម៉ោង2ភ្លឺអញ្ចឹងបងទុកចោលឡានចោលហើយគេរវល់មួយបងគឺនឹងដោះស្រាយឲ្យខ្ញុំមិនជឿថាមិនដោះស្រាយទេក្នុងករណីមិនដោះស្រាយសម័យ Facebook ស្រួលណាស់ថតផុសហ្នឹងហើយទោះទិញការ៉ាស់ទិញក្រុមហ៊ុនទិញអីក៏ដោយ service មិនល្អប្រាប់គេម្ដងអញ្ចឹងទៅអត់កែប្រាប់ម្ដងទៀតទៅបើយើងនៅស្រឡាញ់អត់កែទៀតផុសចោលទៅបើរឿងវាអយុត្តិធម៌ផុសទៅបងគាត់ថាលក្ខខណ្ឌការ៉ាស់នៅតែទូលំទូលាយជាងក្រុមហ៊ុនបើឥឡូវនេះមកផ្ទុះរឿងក្រុមហ៊ុនដល់ពេលនិយាយអញ្ចឹងទៅយើងផ្ទុះដល់រឿងក្រុមហ៊ុនសូម្បីតែបិទស្កុតក៏ដាច់ធានាថ្នាំឡានដែរវាធ្វើឲ្យហើយមានសំណួរច្រើននៅពេលដែលបងបើក OSP film ហ្នឹងមានបងប្អូនយើងគាត់មកសួរអញ្ចឹងណាហើយអញ្ចឹងបងថាបើឡានបើគ្រាន់តែបិទនៅលើទឹកថ្នាំអាហ្នឹងវាអាចមានកត្តាពីរយ៉ាងទី1ថ្នាំហ្នឹងទឹកអន់ឡានហ្នឹងថ្នាំអន់ទី2ដោយសារកត្តាស្កុតបាទហ្នឹងហើយឬក៏អាចដាក់ដល់កម្រិតណាមួយដែលយូរហើយបើសិនជាក្រុមហ៊ុនគ្រាន់តែបិទ UV អត់ធានារឿងសាច់ថ្នាំដែលបំភ័យអាហ្នឹងបំភ័យបាត់ហើយតើបាទអញ្ចឹងបងគិតថាដូចជាមិនបាច់ប្រើហ្មងទៅបាទព្រោះថ្នាំអន់បាទអញ្ចឹងត្រូវមើលតាមប្រភេទស្កុតអញ្ចឹងទៅបាទហ្នឹងហើយរណាគេដែលមានមុខមានមាត់អញ្ចឹងទៅណាដូចអាច Optimus អញ្ចឹងទៅយ៉ាងណាក៏បានជួយមើលដែរថាយើងព្រោះយើងបិទមិនតិចជាង100ឡានយើងនិយាយតិចដែរបាទអញ្ចឹងយើងជួបច្រើនណាស់ឡានប្រភេទបែបណាហើយស្កុតរបស់យើងអតិថិជនរបស់យើងអញ្ចឹងទៅហ្នឹងហើយប៉ុន្តែវាពិតជាធ្វើឲ្យពួកគាត់រៀងភ័យខ្លាចបើដូចបងការគេប៉ះបងបើសិនជាអត់មានស្កុតទេចប់ហើយបាទយ៉ាងណាក៏ឆ្កូតឬក៏អីដែរប៉ុន្តែនេះវាប៉ះតែស្កុតហើយឧទាហរណ៍ថាបើដាច់ថ្នាំបងយកបាញ់បាទក៏នៅតែមានអារម្មណ៍មួយថាមិនមែនថាជាងថ្នាំនឹងយើងបាញ់មិនស្អាតទេតែយើងមានអារម្មណ៍មួយដែលដូចទូរស័ព្ទយើងធ្លាក់បែកអេក្រង់ហើយយើងដូរអេក្រង់ថ្មីអញ្ចឹងនៅតែមានអារម្មណ៍មួយថាអត់ដូចថ្មីរបស់យើងហ្មងទេតែអត់បាទបោះអញ្ចឹងរឿងស្កុតនឹងមួយដាក់បលាំងដាស់ដាច់តានីហើយដល់ពេលក្រុមហ៊ុនតាត់អីពិតជាសួរមែនវាអញ្ចឹងហ្នឹងហើយបិទស្កុតដាច់តានីតែបើទៅបិទឡើងខ្ញុំអត់អីទេណែនាំទៅហើយចំណុចហ្នឹងបងនេះដែរបងចង់ឆ្កឹះបន្តិចរឿងដាក់បលាំងដាស់មានបងប្អូននេះគាត់សួរច្រើនហើយយើងតាមពិតយើងក៏បានប្រាប់គាត់ច្រើនហើយដាក់បលាំងដាស់គឺការពារតែធម្មតានៅក្នុងការពារគាត់សួរតាំងពីថា
ចុះដល់ពេលគាត់ជិះចូលផុកចូលអីហ្នឹងឯងធម្មតាដល់ពេលជិះចូលផុកបងគិតថាស្ថានភាពផ្លូវហ្នឹងដូចជាពិបាកអញ្ចឹងយកមកឆែកមក SL ឆែក app ឲ្យទៅហើយប៉ុន្តែបងគិតចេះចុះចំនួនដូច approve มันមានតែឡានហ្នឹងក៏នៅមានឡានបច្ចុប្បន្នมันមានជ័រមានហ្នឹងហើយសួរថាចុះជ័រហ្នឹងសម្អាតមិនហ្នឹងអញ្ចឹងវាដូចតែលក្ខខណ្ឌគាត់គេដោះជ័រអញ្ចឹងគេដាក់អដែលហ្នឹងអដែលហ្នឹងអញ្ចឹងយើងចង់ប្រាប់គាត់ថាគិតងាយៗអញ្ចឹងទៅស្រួលគាត់ខ្លាចតោងសម្រាមទៀតអ្នកខ្លះថាតោងសម្រាមហ្នឹងហើយចុះដែរឃើញឡានពីមុនមិនយើងធ្លាប់ជិះអញ្ចឹងជិះកាត់ទឹកលិចហើយតោងថងនៅជាប់ស៊ីម៉ាំងក៏ដូចតែគ្នាអញ្ចឹងបងមិនតោងដល់ថ្នាក់ធ្លាក់ទៀតហ្នឹងហើយអាព្រុសចូលទឹកវឹបដោយតាមទឹកទៅបាទអាស្ទះជ័រហ្នឹងហើយអញ្ចឹងមិនបាច់គិតដល់ហ្នឹងទេហើយគាត់ថាអីងាយនឹងកដុលនៅចុះឡានអត់មានហើយមានកដុលនៅអញ្ចឹងសំបីដល់ណែឯងកន្លែងណែឯងប្រាប់តែពិតអាហ្នឹងយើងមិនមែនទិញមក modify ណាបលាំងដានហ្នឹងគឺវាត្រូវជាមួយនឹងបាទឡានគេធ្វើតម្រូវទាំងអស់សំបីពេលខ្លះយើងសំបីខុស rank ក៏ខុសអាគុយដែរអញ្ចឹងអ្នក SL រងឯងក៏ហានិភ័យរឿងកំងដបងអាចនឹងមានខុសទៅអីដែលសារទំហំអាគុយហ្នឹងហើយមានច្រើនអញ្ចឹងបងប្អូនសម័យទៅហ្នឹងហើយលក្ខខណ្ឌ logic វាងាយបែបហ្នឹងយើងដាក់ជ័របានរឿងអីដាក់ aluminum បានកុំដាក់ដែកបាទដាក់ដែកវាធ្ងន់ហើយច្រេះបាទអូខេហើយក៏បាក់មុំកញ្ចក់បន្តិចទៅសំណុំពរបងប្អូនមុនទិញឡានចង់ធ្វើអីនិយាយគ្នាឲ្យមុនទិញនឹងណាក៏ដោយក្រាស់ក្រុមហ៊ុនក៏ដោយដូចថាឥឡូវបងមានកម្រងទិញឡានថ្មីចង់ធ្វើអីខ្លះបងធ្លាប់ដាក់សាប់ក្រុមកៅអីអញ្ចឹងតែបងឡានថ្មីអត់មានអាសាប់ក្រុមកៅអីបងមានអារម្មណ៍មួយស្ទើបងចង់ដាក់គុជឲ្យភ្លឺបងចង់ធ្វើអីបងចង់ដូរកង់លេងសួរមុនទិញបាទចង់ឲ្យគេដឹកមកដល់ផ្ទះឲ្យយើងសួរមុនទិញហើយបាច់សួរគឺអត់បាទអានឹងអញ្ចឹងគាត់ណាប្រាប់បងប្អូនខ្ញុំជួបភ្ញៀវខ្ញុំច្រើនគាត់ខ្នក់ចិត្តច្រើនអត់សប្បាយចិត្តច្រើនបាទអូខេអញ្ចឹងយើងចូលទៅដល់ប្រធានបទបន្ទាប់របស់យើងតាក់ទងទៅនឹង official របស់ Avatar គឺជាក់ស្ដែងហ្មងមិនទាន់បានជីកាត់ប៉ុន្តែធ្លាប់ឃើញសំណង់ហ្នឹងនៅដូចជានៅ60ម៉ែត្រអត់ទាន់ជីកាត់តែធ្លាប់ឃើញខ្ញុំជីកាត់2ថ្ងៃម្ដងគាត់ណាអត់ទេគាត់ណាយើងគិតទេយើងគិតថាយើងឃើញអាហ្នឹងធំមែនតើអញ្ចឹងយើងគិតថាហ្នឹងគួរតែខ្ញុំដំបងគិតថា4 5អាសំណង់នោះតាបាទមែនផងខ្ញុំគាត់ជុំឲ្យសង់មិនធំខ្លាំងជីមកមុខបន្តិចទៀតអូគេទឹមលើកផ្លាកអវធំយ៉ាងនោះទៀតអូលើកផ្លាកណាលើកអីតាដាក់អូតូអាវតាហ្នឹងហើយអូខេហើយដាក់រូបឡានអាវតា0អាវតា12 07 06ថ្ងៃនេះបងអូនហែកគេបងព្រោះជាក់ស្ដែងមកមានក្រុមហ៊ុនគាត់សួរបងច្រើនដោយសារឃើញបងបោះប៉ុន្តែក្នុងនាមយើងជាដៃគូมันអាចខ្លួនឯងមកសួរបងប្រាប់ទេអញ្ចឹងណាហ្នឹងហើយតែយើងអត់ដឹងថា NN អូតូមិនជាមួយ Avatar យើងបងអត់ទាន់ចង់និយាយហ្នឹងខ្ញុំជីកាត់គឺគាត់យើងឃើញយើងបងណាហ្នឹងហើយអញ្ចឹងបងគាត់ចង់និយាយពីក្រមសីលធម៌របស់យើងក្នុងនាមជាដៃគូបាទមានក្រុមហ៊ុនជាច្រើនមកសួរសំណួរបងប៉ុន្តែបងអត់អាចឆ្លើយបានដោយសារមិនដឹងឆ្លើយថាម៉េចបាទព្រោះតែប៉ិតយើងដឹងយើងមានរឿងខ្លះយើងដឹងប៉ុន្តែយើងអត់អាចនិយាយបានខ្ញុំនៅវាអីអ្នកដែលគាត់ដឹងគាត់នឹងដឹងដោយសារបើសិនជាគាត់ជិះកាត់ផ្លូវ60ម៉ែត្រគឺឃើញអត់ដាក់NN អូតូជាមួយនឹង Avatar អញ្ចឹងនៅមួយគ្នាហើយការ NN ទៅជួលការ៉ាសចិត្តហ្នឹងអូធំខ្លាំងអូខេល្អមែនតើហើយយើងអាចប្រហើបបានខ្លះគាត់ថាខ្ញុំគាត់ថាប្រហើបបានព្រោះដោយសារគាត់ចាញ់មុខហ្នឹងគាត់ ហ្នឹងហើយpage អីមានអស់ហើយ page មាន page អញ្ចឹងហ្នឹងហើយ official Avatar នឹងមាននៅខ្មែរក្រុមហ៊ុនផ្លូវការល្អមែនតើហ្នឹងហើយហ្នឹងខ្ញុំគិតថាល្អមែនតើហ្នឹងហើយហើយអញ្ចឹងជាក់ស្ដែងហ្មងមាន model ថ្មីអីដល់មានខ្ញុំសង្ឃឹមដល់មានសង្ឃឹមតែមួយឯងបើធ្វើប្រភេទ global version ដូចថាយើងដឹងហើយទិញ Avatar នៅចិនយើងមាន control ជាឡានទៅមុខអីជា global ហ្មងណាគឺបែសហ្មងប៉ុន្តែយើងមិនដឹងថា Avatar វាធ្វើ system ដូច Tesla ឬក៏អីអញ្ចឹងណារបៀបថាវាអត់មាន global ទេគ្រាន់តែថាវាខុសតំបន់វាប្រើនេះអត់កើតទេអញ្ចឹងដល់ពេលមានក្រុមហ៊ុនផ្លូវការរបៀបថាយក spec ណាដែលត្រូវមួយយើងអាចប្រើផែនទីឬក៏អីបានតែយើងនឹងរងចាំមើលព្រោះជាក់ស្ដែងហ្មង Avatar ដូចបងស្រួលមើលព័ត៌មានណា
ចូល website របស់គាត់អាចមើលភាសាអង់គ្លេស បានច្រើន បានច្រើន ជាងទូលំទូលាយ មើលទៅ brand ហ្នឹងគេផ្ដោតលើ global ច្រើន បាទ ហ្នឹងហើយឃើញអញ្ចឹងពេលអញ្ចឹងសំណួរទៀតតើគួរចាំ avatar official ឬក៏អី ជាទូទៅហ្មងយើងវាអត់អាចទាយបានទេគ្រាន់តែ ហ្នឹងហើយ តែក្រុមហ៊ុនវាដឹងតែធម្មតាការទំនួលខុសត្រូវគេខ្ពស់ ហឹម អញ្ចឹងចង់មិនចង់គឺវាត្រូវតែថ្លៃជាងឯង ហឹម វាធម្មតាឯង ធម្មតា តែបើបងប្អូនអត់ប្រញាប់ចាំសិនណា ហ្នឹងហើយ បើប្រញាប់តម្រូវការអីហ្នឹងក៏មានទិញក្រៅមានទិញសិនណា ហ្នឹងហើយ ណាមួយយើងអត់តឃើញគាត់សង់ជាអីទេ មិនដឹងថាពេលណាហើយ ពេលណា កំពុងតែសាងសង់ អញ្ចឹងជាក់ស្ដែងបើអត់ដឹងនេះទេទិញនៅ NN សិនទៅ ដល់គ្នា NN auto ដល់គ្នាមក ព្រោះបងហ្នឹងឯងឃើញមាន avatar 12មាន ultra មាន master មានអីចឹងទៅគាត់ថាប្រភេទហ្នឹងដូចជាអត់មាន lidar ដែលបងថតហ្នឹងប៉ុន្តែបើនិយាយពីកាមេរ៉ាហើយដូច lidar លើចំហៀងវិញ បានមាន ហ្នឹងហើយ lidar លើដបល ហ្នឹងហើយ បាទ តែវាមាននៅពីមុខហើយនឹងចំហៀងហើយ បាទ ក៏នេះដែរក៏ទំនើប ទៅនៅអាហ្នឹង ទំនើបខ្លាំងហ្មងណា បាទ ហ្នឹងហើយហើយសំខាន់បងសរសើរ avatar 12ហ្នឹងចូលនិយាយអញ្ចឹងយើងនិយាយ avatar 12 master ដែលបងថតហ្នឹងវា detail ខ្លាំងហ្មងដោយសារបងធ្លាប់តែឃើញ06 07អីចឹងដល់ពេលអា12នេះមក detail រហូតដល់កន្លែង fast wireless charge มันមាន2អញ្ចឹងគ្រាន់តែដាក់ទូរស័ព្ទវាសាកហើយវាស្រកចុះទៅគ្រប់ បាទ ហ្នឹងហើយកន្លែងនេះអាចធ្វើ armrest បានទៀតធម្មតាឡានយើងមិនត្រូវទុកដាក់អីវ៉ាន់អីនៅកន្លែងដាក់ដបដាក់អីចឹងណាតែនេះគេលាក់ហ្មងគេធ្វើលាក់នៅកន្លែងទ្វារហ្នឹងមានកន្លែងមួយចុចមកដាក់ធ្នាក់ហើយយើងដាក់អីវ៉ាន់បាននៅក្នុងហ្នឹងហ្មង បាទ ហ្នឹងហើយអញ្ចឹងមិនបងថាឡាននេះ លា វា ក់លុយ ឡាននេះហ្នឹងហើយអាចថាលាក់លុយហើយឡាននេះវាធ្វើ detail ខ្លាំងណា បាទ ធ្វើ detail ខ្លាំងមែនតើអញ្ចឹងវាអាចថាផលិត ចង់ប្រើឃើញឡាយលាក់ ចាប់អារម្មណ៍ហ៎ មានលុយណាលាក់ 12ហ្នឹងវា model flagship របស់ Avatar ណា flagship sedan Sedan 11 SUV តែបើមើលទៅវានៅ 12ចនស្អីគេមួយទៀតហ្នឹង មួយទៀតស្អីគេ Royal Royal Edition ផ្សេងមួយទៀត Royal Edition ផ្សេងទៀត ធូនក្នុង Cherry តែមានហើយមិនដឹងចនអីគេក៏ទួយពីក្រោយអាហ្នឹងកាន់តែថ្លៃទៀត អា012ហ្នឹងអី 012ផ្សេងទៀត ហ្នឹងមកមានអា012ហ្នឹងវាមានអា version ហើយវាដូរអាយ៉ាន់កង់ហ្នឹងដូចពពុះ S class ហ៎ បាទ តើ បាទ តែមានអារម្មណ៍ថា Avatar ប្រដាក់ line up របស់គេស្រួលចាំឈ្មោះ ហ្នឹងហើយ ស្រួលចាំហ្មង អត់មានឈ្មោះចិនទេចេញមក Global 06គាត់តែគេថែម T អញ្ចឹងទៅ06 T 07 L អូគីមចន Kim Jong ហ្នឹងហើយអាហ្នឹងដូចជា012ហ្នឹងបងឃើញហី 012 អាហ្នឹងពណ៌ ខ្មែរយើង គេ highlight ពណ៌ទឹក អញ្ចឹង ប្រាក់ហ្នឹងហីអូ ដល់អាបងឆ្លាញ់អាយ៉ាន់កង់វាទៅយ៉ាន់កង់ យ៉ាងកង់ដូច My Bag ហី ដូចមេបាច់ហី ហ្នឹងហើយ នៅខ្មែរមាន មានឃើញមាន ហ្នឹងហើយអាហ្នឹងវាដូចមេបាច់យ៉ាន់វាហើយមាននៅខ្មែរជាតើ មាន ហ្នឹងហើយមានហើយ និយាយត្រឡប់ទៅ Avatar បន្តិចទំនឹកឃើញរបៀប Avatar ដូចវាផ្លូវការដូចជាមួយនឹង Lexus ណារបៀបដូចសំបីតា decor showroom អីគេក៏ត្រូវតែមាន flow គ្រប់តាម standard របស់គេដែរត្រូវ និយាយទៅគេ premium premium brand ហ្នឹង Avatar ហើយគាត់ក៏នឹងមាន service center ដូចលឺមានកន្លែងជួសជុលកន្លែងបាញ់ថ្នាំកន្លែងធ្វើអីសពគ្រប់បាច់ មានច្រើនដែលយើងអត់ទាន់អាចនិយាយបានពេលនេះយើងចង់ឲ្យក្រុមហ៊ុនគេអ្នកនេះទៅក្រុមហ៊ុន អត់ទេនេះគ្រាន់ ហ្នឹងហើយអត់ទេវាមានលើសពីហ្នឹងតើ ទុកនិយាយយកលុយ ចឹងខ្ញុំចាប់អារម្មណ៍ទៅនៅកន្លែងដែលគាត់កំពុងតែធ្វើហ្នឹងដូចឃើញមានគេដាក់auto center គេមិនទេមិនដឹងថានៅហ្នឹងគេនឹងរៀបចំធ្វើដូចសុទ្ធតែ showroom ឡានហ្មងក៏អត់ដឹងតែប្រហែលជាអញ្ចឹងព្រោះដីធំ បាទ សាកសម័យបើសិនជា showroom ឡាននៅហ្នឹងទាំងអស់ជុំគ្នា ជុំហើយបើ60ម៉ែត្រឥឡូវទៅអស់ហើយហ្នឹង Lexus Toyota ណា ចូលហើយបងឯងជួបភ្ញៀវចេញពីក្រុមហ៊ុនមួយចូលក្រុមហ៊ុន GTV សឹកភ្ញៀវបងឥឡូវទៀតមានភ្ញៀវ Avatar មួយទៀតទៅហ្នឹងហើយភ្ញៀវបងតែប៉ុណ្ណា បាទ Subaru ឥឡូវក៏បាត់ នៅមាន Subaru ទេ Subaru មួយគ្រឿងនោះដឹងមិនទេចាំមើល
នឹងលក់បានទៅគាត់លក់ clear stock ហ្នឹងហើយហើយចូលមកដល់ Star Shine 6មានបងប្អូនយើងគាត់និយាយហេតុអីបានក្រុមហ៊ុន170 120 100អីរ៉េង 25មានក្រុមហ៊ុន អត់មានក្រុមហ៊ុនទេ អញ្ចឹងបានបងចង់និយាយថានៅក្នុងនេះអត់មានក្រុមហ៊ុនទេហើយឡានមួយគ្រឿងដែលមកដល់ហ្នឹងគឺនៅ NN Auto ហ្នឹងហើយ ហើយឡាន demo តែត្រៃទេ ហើយចាំមើល stock មកទៀត stock បានលក់មែនតើ លក់មែនតើជាក់ស្ដែងហ្មងឡានហ្នឹងវាអត់ដូចតា Seal 5អញ្ចឹងវាអត់មានអីអាហ្នឹងជាឱកាសរបស់បងអូនដែររឿងកៅអីរឿងអីហ្នឹងហើយវាមានកន្លែងមានថា ready ហ្មង ready បងទៅមើលណាដូចអាកាមេរ៉ា360ហ្នឹងវាមានកន្លែងរុនរបស់វាហ្មង ហ្នឹងហើយ វាមានដូចនៅកន្លែងក្រោម logo របស់ Chili ហ្នឹងវាមានកាមេរ៉ានៅហ្នឹងតែជាប់នៅឡើយអញ្ចឹងទុកឲ្យចោះហើយស្រេចហ្នឹងហើយវាមិនទុកឲ្យចោះហ្នឹងក៏ប៉ុន្តែវាមាន option របស់វា ហ្នឹងវាមាន option លើប៉ុន្តែក៏យើងមិនដឹងថានៅពេលដែល option ដល់កម្រិតហ្នឹងតើអាចរក្សាតម្លៃ 18900 អត់ពីព្រោះជាក់ស្ដែង SK គាត់អត់នាំទេប៉ុន្តែគាត់បាន break down ណាតម្លៃហ្នឹងដែលស្ទើរមិនគួរឲ្យជឿថាឡានវាខ្ញុំកំពុងជំរុញឲ្យគាត់ជាយាមយកមកជួនកាលយកចំនួនច្រើនអញ្ចឹងដែរ បានតម្លៃល្អ បានតម្លៃល្អអីអញ្ចឹងទៅ អត់ទេមែនឲ្យតារក្សាតម្លៃក្រោម 20000 ហើយមាន option លើស Seal 05តិចតួច ព្រោះបងគិតថាបើនិយាយពីទម្រង់ឡានព្រោះឡាន Chili វាចេញមកទម្រង់របស់វា premium ហ្មងចេញមកយ៉ាងហើយអាចថា copy ក៏ថាបានវាមានខ្សែ Volvo ហ្នឹងហើយតែមាន share នៅស្ដេចផង ហើយហ្នឹងហើយអូ design របស់គេហ្នឹងអួតតិចដោយសារពេលដែលទៅហ្នឹងគឺអ្នក design របស់គេគឺរបៀបថាគេ mix គេអត់យកតែចិនទេគេមានអ្នកដែលគេ former design ឲ្យក្រុមហ៊ុនល្បីហ្នឹងគឺហើយគេមានdepartment សម្រាប់ design មកបាទអញ្ចឹងមិនឡានមួយចេញមកគេធ្វើបានល្អតែបើយើងចេះតែនិយាយប្រៀបធៀបជាមួយនឹង Seal 05ដោយសារតម្លៃប៉ុន្តែបើនៅទីផ្សារគេអត់ប្រៀបមួយ Seal 05គេមួយ Seal 06បាទហ្នឹងហើយគេដល់ហើយបើនៅអូស្ត្រាលីគេប្រៀបមួយ Camry ហ្មងដោយសារទំហំវាធំចាស់ស្ដែងវាវែងជាងទំហំធំជាង Seal 5បាទ ដូចជាវែងជាងតតឹងធំជាងតែកម្ពស់រៀងទាបជាងហើយបាតឡានទៅដីនេះរៀងទាបជាងគេធ្វើបែបរៀងក៏ត្រូវប៉ាន់ទេត្រូវខ្លាំងដាស់ហ្នឹងហើយមានបងប្អូនឡើងដែរហើយបើសិនជាបងប្អូនចង់បិទស្កុតដល់ផ្ទះអីចាំតាក់ទងតែបើចង់ទៅហាងអីតាក់ទងបងប្អូនទៅកក់មុនអីចឹងទៅណាបាទអត់ទៅនៅពេលដែលចេញវីដេអូ Star Shine 6ហ្នឹងឃើញអ្នកឡើងទៅគាត់ comment ថាយើងវាយប្រហា BVD season 5អីហ្នឹងណាប៉ុន្តែចាក់ស្ដែងទៅយើងមិនមែនវាយប្រហាទេយើងត្រូវមានអីប្រៀបធៀបគ្នាដើម្បីឲ្យបងប្អូនអាចមានយោបល់គាត់ថានេះចឹងណាបាទតែបើយើងចង់ឲ្យតែនេះទេចង់ឲ្យបងប្អូនមានព័ត៌មានច្រើនហើយការសម្រេចចិត្តគឺបងប្អូនទេបាទយើងមិនមែនជាអ្នករុញបងប្អូនអត់ទេព្រោះទិញទៅខ្ញុំមិនមែនជិះមួយបងប្អូនទេបាទតែបើចង់មើលវីដេអូខ្ញុំតសារ Seal 5ក៏មានដែរអាចចូលទៅមើល review ពេញបាទ Seal 5ក៏បងធ្លាប់និយាយបានច្រើនដែរហ្នឹងហើយអាចទៅទិញបាននៅ Q Auto តែធម្មតាវាឡានដែលមកក្រោយវាតែងតែមានអីយកមកលើសធម្មតាមុនអញ្ចឹងហីគូប្រកួតប្រជែងទីផ្សារប្រកួតប្រជែងបើធ្វើអន់ជាមុនមិនទៅទេហ្នឹងហើយប៉ុន្តែ Chili ហើយនិង BYD ពិតជា compete គ្នាមែននៅចឹងណាបាទដូចឥឡូវខាង BYD មិនចេញ Sea Lion series របស់គេហ្នឹងឬក៏ Seal ដល់ពេលខាងនោះចេញ Galaxy បាទណែ Galaxy series របស់គេហ្នឹងចេញមកទាំងអស់អូ BYD គេមានអា Seal 6មិនដឹងថាខ្មែរយកមកអត់ហើយ Seal 6 full option របស់គេទូទឹកកកក៏មានហ្នឹងហើយអីតិចយើងមានទាំងអស់ហ្នឹងហើយចង់បែរ 50000 អីចឹងដែរហើយបើ Chili ក៏មានមួយ model ទៀត Star Shine 7ហ្នឹងមាន7លើអា6នឹងឃើញនិយាយគេអញ្ចឹងហ្នឹងហើយវាយនេះហ្មងយល់ដល់ឡើងអាប់ទេប៉ុន្តែ Chili រៀងនេះជាងគាត់រៀងមិនចេញឲ្យច្រើនពេកទេបាទដូចអាឡានប្រភេទតូចរបស់គាត់មានបើអាតូច off road ហ្មងគាត់ដាក់ឲ្យទៅ Geometry អាទូច off road អាទូចអាហ្នឹងអង្គុយបាន2នាក់បាទហើយគេមានចុងហ្នឹងហើយគេមានមួយទៀតអាឡានរបស់ប្អូនណៃ EX2 Xiaomi ហ្នឹងហើយអាហ្នឹងក៏ទំនើបដែរ Xiaomi ហ្នឹងឡានអគ្គិសនីលក់ដាច់បំផុតនៅចិនហ្នឹងហើយហ្នឹងចាំមិនមកទិញហ្នឹងទិញថាជីមុនគេមានតែមួយស្រុកខ្មែរឥឡូវវ៉ាវណាវ៉ាវណា
តែឡានខ្ជុក ដាក់ ខ្ជុក នៅ SL មកបើសិនជាគាត់អត់ជិះតនេអាចរត់មួយជើងពីរជើង អូចិត្តដល់ថ្ងៃសវីហើយ 5000 គីឡូហើយ អញ្ចឹងហ៎ អត់តលក់ទៀត នៅ ចុះបើការលក់ឲ្យមក ធ្វើ content ហ្នឹង ទៅតែនេះ មានមួយអាហ្នឹង option ហ្នឹងមានមួយ full អូខេអញ្ចឹងយើងប៉ុណ្្នឹងសិនហើយមិញយើងដូចជានិយាយបាន Toyota បានតម្លៃថ្មីហើយតម្លៃថ្មីរបស់ Toyota ដូចជាមានប្រមាណណា តែតម្លៃថ្មីហ្នឹងហើយឃើញYaris Cross តម្លៃល្អក៏ Veloz អីទៀតហ៎ បើសិនណាគេតែចង់បានឡានជប៉ុនណាក្រោម 30000 ណាពិតជាតំណងមែនតែបើងាកមកមើលឡានចិន មើលរលែងចូលហើយ 30000 នោះច្រើនណាស់ Yaris Cross បងដាក់ Toyota NX ប្រភេទតកតែពិតបងនិយាយលេងហ្នឹងចង់ឲ្យបងប្អូនចាប់អារម្មណ៍ហើយប្រភេទតកហ្នឹងគឺ ICE ហ្នឹងហើយ internal combustion engine ឡានប្រើចំហេះឡានសាំងនិយាយទៅព្រោះដោយសារគាត់មានជំរឿ HEV មួយទៀតអញ្ចឹងដូចជាធ្លាក់មកអស់ហើយ MPV ក៏មក Veloz ក៏29000ជាងដែរ បាទ ហ្នឹងហើយហើយVigo តម្លៃថ្មី 15000 ទៅទិញឡាន 19000 ហើយនៅ មានចុះទៀតហើយ ចុះបើវានេះហើយវាដល់កម្រិតមួយដែរអាឡានថ្មីមកតម្លៃវាល្អពេក ហ្នឹងហើយណែ Vigo 15900 morning ប៉ុនពីកេនតូ ពីកន្តោដែរពីកន្តោអេ15000ដែរ កៅអីចុចអត់ អត់ទេ អញ្ចឹងរុញដៃដូចគ្នាអញ្ចឹង អូខេអញ្ចឹងយើងមានប៉ុណ្ណឹងសម្រាប់ទីផ្សារឡាននាពេលបច្ចុប្បន្ននៅកម្ពុជា មានសំណួរអីទៀតបង ហើយយើងឆ្លើយសំណួរប្រហែលជា 4-5 សំណួរដឹងទៅរួចប៉ុណ្ណាយើងមើលនីតិដែរអញ្ចឹងគាត់ចង់ឲ្យយើងគាត់ចង់បានឡានចិនហើយប្រើប្រាស់បានយូរដល់ដាំខ្ទឹមអត់លក់ឯងគាត់ស្រឡាញ់មាន2ទី1 Leopard 7 ជាមួយនឹង Jet Tour T2 PHEV ប៉ុន្តែប៉ុង motor មួយបើបងសួរឲ្យឆ្លើយខ្លួនឯង បាទ ឲ្យបងប្អូនសិនតាហើយឡង ឡានចិនដែលធន់ឥឡូវបើនិយាយពី2 model ហ្នឹងខ្ញុំឃើញបើ BYD គាត់រៀងចាស់ឆ្នាំជាង BYD អានេះ Leopard ហ្នឹងហើយមិន BYD BYD អត់មាន LiDAR យល់ហើយចូលថា Sport ខ្លីៗកុំ ចូលថានៅក្នុងសម្ព័ន្ធហ្នឹង BYD គាត់ Leopard ហ្នឹងក្រុម BYD ហ្នឹងគាត់ចាស់ឆ្នាំជាងហើយ បាទ អញ្ចឹងហើយក៏ឃើញដូចនៅចិននេះគេជិះច្រើន10000 គីឡូមែនទេអញ្ចឹងគាត់ថាបើសិនជាធន់ក្នុងចំណោមពីរហ្នឹងប្រកាសជានោះហើយLeopard ហើយ BYD ហ្នឹងហើយ ប្រផាតធំជាង ហើយធំ ពោះជាងទលាយជាង Jet Tour ដូចមានទូទឹកកអី អត់មានទេ Leopard មានទូទឹកក បាទ option ពីរហ្នឹងវាមានទៅមានមកតែបើចង់បានធំលផាត់ធំជាង Leopard ទៅ ស្លាស់ជាង ពីរហ្នឹងតម្លៃដូចគ្នាមែន អានោះខ្សែជាងដែរនឹង T2 ហ្នឹងហើយ ខ្សែជាងអូ ល តែ ផា គាត់យក ត់ថ្លៃមែនទេ តែគាត់យក motor មួយអីអញ្ចឹង វាជី motor 2ហ្មងកុំជី motor 1បាទ តែ Leopard 7ហ្នឹងមាន motor មួយដែរ មាន ឃ្លាំង អត់ទេដល់ក្រុមហ៊ុន ហ្នឹងហើយ តើក្រុមហ៊ុន Leopard ហ្នឹង តាមពិតមានតែគេអត់យកមកព្រោះ ស្ទើរហើយ អ្នកទិញគឺបើមិន full មិនទិញ អ អញ្ចឹងសាក់យកអត់ full មកបាទលក់ ប្រហែលគាត់យកអត់ full ប៉ុណ្ណឹងនៅលក់បានដោយសារក្រុមហ៊ុនណា បាទអានោះក្រុមហ៊ុនតែបើយើង compare ឥឡូវវែងទៀតហ៎ វិញ បើថៃ7របស់ក្រុមហ៊ុនណាអា motor 1ហើយនិង motor 2ខុសតម្លៃគ្នា 5000 ខុសកៅអី Mazda កៅអីខាងក្រោយអត់មានក្តៅត្រជាក់ណាអត់អូតូអត់ទ្វារបឺទ្វារទី5វាច្រើនណាស់ ច្រើនមែនតើហើយជាពិសេសអាប៉ុង1ប៉ុង2នឹងហ្មង motor 1 motor 2 motor 2គឺមានមុខងារ feature off road ផងអីផងអានោះអត់ទាំងអស់អត់មានភ្លើងឌីមនិយាយដកអស់ហើយបាទអញ្ចឹងមិនមែនខុសតែ motor 1 motor 2 option ក៏ខុសគ្នាច្រើនដែរ ប៉ុន្តែសំបីតែ motor 2ហ្នឹងក៏អានេះបងគ្រាន់តែលឺបងអត់ព្រោះបងអត់បានទៅមើលទេរបស់ក្រុមហ៊ុនហ្នឹង បាទ ដូចជាអ
អត់មាន blind spot បាទអត់ទឹកអត់3 adaptive cruise control អត់មានដែរ auto parking តែ cruise control មានដែរ មានតែមាន adaptive ហ្នឹងហើយ អញ្ចឹងអត់មានប្រាំង auto អត់មានទាំងអស់មុខនេះសុវត្ថិភាពអត់ទាំងអស់ ហេតុអី ហេតុអី ហេតុអីធ្វើយ៉ាងនេះ បាទ ប៉ុន្តែជីឡានប្រភេទបែបរៀង off road ចឹងហេតុអីបើមិនទៅជីអាពងមួយ បាទ បើអញ្ចឹងដែរជីធម្មតាទូទៅ SUV ធម្មតាទូទៅ បាទ គាត់ថាបងបើបងមើលទៅបើសិនជាគាត់បើធៀបមួយក្រុមហ៊ុន T2 ដឹងតែលើហើយ option បែបអីហ្នឹងប៉ុន្តែបើយើងធៀបមួយ garage វិញយើងកុំគិតរឿងក្រុមហ៊ុនធានាឬក៏អីយក garage យកលផាត7 លផាន7 បាទ ហ្នឹងហើយតែប៉ុណ្ណឹង បើពួកខ្ញុំទេណាអញ្ចឹងបងសម្រាប់ចិត្តបន្ថែម បាទបងសម្រេចចិត្តទៅ អត់ទេបើពីនេះវាលផាន7វាពិតជា ហើយបើទីផ្សារក៏លផាត7 លើ លើ ឆ្ងាយ ហ្នឹងហើយហ្នឹងហើយ តែខ្ញុំចង់និយាយបន្ថែមតិចទៀតអត់អាចក្តាមខ្ទឹមទេ អ្នក អ្នកនិយាយដាំខ្ទឹមណាដូរមុនគេ ហ្នឹង ដូរមុនអ្នកនិយាយទៀតខ្ញុំនឹង សោះជីបានមួយឆ្នាំ សុំប្រពន្ធទិញឡានដឹងជី ឥ ដាំ ឡូវ ខ្ទឹ ពុ ម ំរៀបដូរទៅទេ តាមពិតបើចង់ជីដាំខ្ទឹម ខ្ទឹ ជី មសពេញផ្ទះដាំ Fortuner អត់ដុះ Fortuner បាទមែនទិញតែមួយទឹកក៏បានដែរ មកទឹក ទៅ Fortuner តូតា ជីទៅ plus បងទិញតែមួយទឹកក៏បានដែរ ហ្នឹងហើយ ជីហ៎ បងទៀតហ៎ទៀតហ៎ ក៏ប៉ិតអត់ទេចង់បន្ថែមនេះក៏ប៉ិត បន្ថែម ឡានចិនដែលធន់ណា GAC ដោយសារ GAC គាត់ប្រវត្តិគាត់ធ្វើគ្រឿងធ្វើឲ្យក្រុមហ៊ុនជប៉ុននេះ តែខ្លួនឯងជីព្រុស អត់លុយ ហ្នឹងហើយបងខ្ញុំសុំឲ្យបងជួយនិយាយអំពីឡានម៉ាក Volvo ជាក់ស្ដែងពីមុន Volvo ធ្លាប់មានវត្តមាននៅស្រុកខ្មែររបស់យើងដោយ AGB បាទ តែក៏មកដូចជាបាត់ទៅវិញទៅ អី ថ្លៃ លក់អត់ដែរ ពិបាកប្រកួតប្រជែង បាទ ហើយបងគិតថាទីផ្សាររងថ្ងៃនេះតាមពិត Volvo ចេញល្អ បាទ ចេញតន់ណា ហ្នឹងហើយ បើចេញអត់តន់វិញក៏ទួតដែរ បាទ ហើយបងគិតថាការអូបន្លាយហ្នឹងបើសិនជាឡានចិននៅតែជីហើយអត់មានបញ្ហាហើយម្នាក់ជីឡានចិនហើយឡើងចេះជីឡាន ស្រួល ឡើងចេះជីឡានប្រទេសផ្សេងៗណា អឺ អញ្ចឹងឡានប៉និតមួយចំនួនសូម្បីមានក្រុមផ្លូវការក៏បងថាពិបាកដែរ បាទ បងនិយាយអញ្ចឹងអាចនឹងមានអ្នកដែលគាត់អាឡែស៊ីនឹង អត់ទេយើងអ ប ត់ ង មាន និយាយ យើងអត់ចេញឈ្មោះឬក៏អីទេ យល់ ហ្នឹងហើយ ខ្ញុំធ្លាប់និយាយជីឡានចិនហើយជីឡានផ្សេងមិនកើតទេ ហឹម មិនមែនថាជីឡានចិនហើយទៅជីរយមិនកើតទេប៉ុន្តែយើងចង់និយាយថានៅពេលដែលយើង អូបើដល់កម្រិតហ្នឹង ទិញយើងជីឡានចិនវាថោក ថោក តម្លៃវាធូរថ្លៃអញ្ចឹងយើងក៏មានអារម្មណ៍មួយថាជីអត់ស្ដាយ ហឹម អញ្ចឹងវាពាក់ព័ន្ធតម្លៃដែរមិនមែននេះទេ ប៉ុន្តែបើពីខ្ញុំផ្ទាល់ឡានចិនទាំងអស់ក៏មិនស្រួលជិះដូចគ្នាដែរក៏មិនស្រួលជិះដូចគ្នាដែរសំបីតែ PHEV ដូចគ្នាក៏ដោយ ហឹម តាម brand ព្រោះមានឡានខ្លះគាត់ធ្វើអត់ទៅមកល្អទេគាត់ព្យាយាមធ្វើដែរប៉ុន្តែធ្វើអត់ទៅមកល្អទេ បាទ បើប្រភេទ BYD លើ Part 8អាហ្នឹងជិះពិតជា smooth មែន Default ស្អីៗនោះជិះពិតជា smooth មែនហើយតាមបទពិសោធន៍ខ្លួនឯងណា បាទ អូដល់ពេលនិយាយអញ្ចឹងឆានមក CS55 Plus មួយទៀត ចុះមិននិយាយ អត់ទេនិយាយប៉ុណ្ណឹងសិនដែរពួកតោះមិន confirm Booking ហ៎គេចេញ pre booking តែចិនចេញយូរ ហ្នឹងហើយធម្មតាក្រុមហ៊ុនគាត់មិនត្រូវចាំមក global ហ្នឹងហើយអូខេអញ្ចឹងចង់សួរមួយបងឥឡូវខ្ញុំប្រើ Proof 011តែមានចិត្តស្រឡាញ់ Chili Star Shine បើតាមបទពិសោធន៍បងគួរដូរឬទេបើបងហ្មងបើសិនជាជី Proof ស្រួលហើយនៅសុកហើយ11ឯហ្នឹងមានអីទៀត បាទ ជីស្រួល ជីសិនណា ហ្នឹងអត់ខូចអត់អីចឹងហ៎បងបាច់ដូរទេនាំអស់លុយប៉ុន្តែ តែឆ្លើយវិញខ្ញុំអ្នកឆ្លើយមិនដឹង ហ្នឹង អូ អត់ទេលេ អេបងសុំនិយាយមុនម្ដង និយាយ ទៅ ទៅមានអី ហ្នឹងហើយហ្នឹងហើយប៉ុណ្្នឹងហើយហើយបើសិនជាគាត់ ប៉ុណ្ណឹង ឈឺក្បាលច្រើនមួយឡានមកទឹកហ្នឹងហើយដូរទៅឡាន Legendary នៅតែ Legendary ហ្នឹង ទៅសួរជី Legendary Hybrid តោះមានអីទៀតទេ អត់ទេ ចង់និយាយទៀតទេអត់ទេណា Captiva PHEV មិនឡើងថ្លៃអញ្ចឹងបើដឹងជួយប្រាប់ផងបើសិនជា Captiva ថ្លៃបងទិញ Uling បាទវាអត់ខុសគ្នាទេ វាអត់ខុសគ្នាទេអេខុស ខុស តែ Charlotte អាមេរិក Uling ចិន បាទតែមួយ តើតើនឹងតម្លៃពួកខ្ញុំអត់អាចនិយាយបានព្រោះហ្នឹងតើតើការ set up របស់ក្រុមហ៊ុនមួយឬក៏ពេលខ្លះប្រភពនៃការនាំចូលមកគិឡូ Uling គេយក Uling ដល់ពេល Charlotte គេយក Charlotte អីចឹងណាអាហ្នឹងក៏យើងអត់ដឹងថា
ហើយ អីកាច់ដៃ ប៉ុន្តែគាត់ណាបងឃើញភិកច្រើនបើថាចិនហ្មងធានាយូរឆ្នាំហ្មងដូចបាវជុនអញ្ចឹងតាបាវជុនធានា8ឆ្នាំហ្មងប៉ុន្តែចាឡែធានាមែនដូចអាបាវជុន Jet Plus បើ3 5អស់ហើយ ជាទូទៅដូច5ឆ្នាំ5 10ម៉ឺនគីឡូ បាទ បើឡានសាំង3 ហើយ អញ្ចឹង ដូចរឿង Charlotte ចឹង Charlotte ស្អីគេ EUV Spark EUV តម្លៃគាត់ចាប់ពី23,000ឯង បាទ 23,000ឯងបើ23,000ទៅទិញប៉ៅជុនយកផ្លើបានរ៉េងខ្ពស់បានដល់400 500 ឯ គី តែ ឡូ មួយ ហើយតអត់ធានថាតែមួយហាខុស ខុស brand ខុស ខុស logo logo ហ្នឹងហើយ តែពិតស្រួលទេបងបើកតែកម្របមុខមកហើយបងឬក៏មើលជើងក្រោមទៅដូច avatar ប្រើជើងក្រោមរបស់ឆាងអានអញ្ចឹងព្រោះយើង ហ្នឹ ដឹង ងហើយ ហ្នឹង ហ្នឹងហើយ ដែរវានៅ EZ6 Mazda EZ6 ឆាងអានហ្នឹង ហឹម យើងដឹងហើយអញ្ចឹងហ្នឹងហើយបាទគុំតប៉ែពេក អូខេ ត Star Shine 6សម្រាប់យុវវ័យបែបមនុស្សចាស់មិនត្រូវទេហើយសនុចុងក្រោយ អាហ្នឹងគាត់ប្រាប់ហ្នឹង គាត់ប្រាប់អត់ទេប៉ុន្តែទៅគិតចាស់ អត់ទេឡានក៏វាមានអា design របៀប វាមានដែរ concept វាមិនអត់ទេវាមាន ចា ដែរ ស់ក្មេងដែរវាមានតែចង់ថាយើង ស្រឡាញ់អីជីហ្នឹងទៅបង ហ្នឹងហើយ អញ្ចឹងឆ្លាញ់ AG ហ្នឹងទៅបងប្អូនទាំងអស់គ្នាហើយកុំភ្លេចពេល តែស្លាឡានក្មេង ទិញឡានថ្មីកុំភ្លេចបើអត់ចង់ចំណាយពេលមកអង្គុយឬក៏យកឡានទៅតម្លាក់អញ្ចឹងទុកនៅផ្ទះអញ្ចឹងទៅតាក់តង OSP Film បាន បាទអេឧបត្ថម្ភទេ ថង បាទឧបត្ថម្ភ កម្មវិធីនេះ Optimus Cambodia ចុះ ចាក់ស្ដាយហ្មងយើងចេះឥឡូវដូចយើងស្កតដូចគ្នាថាអត់ បាទ គាត់ណាមួយមានទីតាំងមួយអត់មានទីតាំង បាទ ប៉ុន្តែឥឡូវហ្នឹងបងប្អូននេះខ្ញុំអាចជួលទីតាំងរបស់ SL ពេលដែលបងប្អូននៅខេត្តណា បាទ ទិញឡានថ្មីគាត់ខ្ជិលអញ្ចឹងដឹកឡានមកតម្លាក់នៅ SL យើងបិទហើយគាត់មកយកមក បាទ ឡានអីគេបងបើឡានហ្នឹងមានត្រូវដាក់ប្លង់ដាស់ ដែរអីបាទមានមិត្តភក្តិបង Depo SO5 ត្រៀមគ្រប់ត្របង បាទ ពេញទំហឹង ខ្ញុំពងខ្ញុំពងទិញ SO5 ដែរចាប់អារម្មណ៍ ហឹម យីមែនណា ទិញហើយទីទៀតថ្លៃ ហ្នឹងហើយ ក៏ប៉ុន្តែ SO5 គាត់ធ្វើបានល្អច្រើន ដូច SO5 ក្មេង 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 បាទ Tesla ក៏ក្មេងដែរ design មកក្មេង តែមនុស្សចាស់ជី តែមើលចាស់ជីកអញ្ចឹងវាមានទៅក្រោយ ហឹម អត់ទេ SO5 គាត់ធ្វើបានល្អច្រើនមែន បាទយុវវ័យ យុវវ័យ បើដូច Ion i60 វាមិនមែនជាយុវវ័យទេការ design របៀប design មានគ្រួសារ មានគ្រួសារមែនព្រោះអង្គទលាយល្អមែន តែបើយើងអត់មានគ្រួសារក៏ជីកទៅ ហឹ ប៉ុន្តែ ម ការ design របស់វាមួយអញ្ចឹងណា តែឆ្ងល់ SO5 តម្លៃល្អមែនទេ26 27 ហ្នឹងហើយ ទិញ ហឹមឡង បានម៉ូទ័រក្រោយ ក្រោយ ចុះសំបីតែ QO7 ក៏ល្អដែរ ណា 31,500ទំហំ ក្នុង ធំ 30000 បាទអ្នកខ្លះក៏អត់ឆ្លាញ់ធំតែបើឆ្លាញ់ធំអានោះមក អានោះពេញពេលហ្នឹង សាំងជាតិ ស្រីលាសាំង នេះមើលណា ជាតិ Independent បងឆ្លាញ់អាជើងក្រោមវាហ្នឹងគឺ Independent ទាំងអស់ ដូចបងឯងដែរ ហឹម independent តម្រាំ adaptive ទៀតណា ដឹងឆ្លាតវៃកម្រិតណាអញ្ចឹងគ្រាន់តែថាខ្ញុំគិតថាបងប្អូនទាំងគ្នាគាត់ចាប់អារម្មណ៍ច្រើនអ្វីដែលបងដឹងហ្មងគឺដូច i60 អាចតាក់ទងទៅ07 83 66 83ហើយបើសិនជា Star Shine 6មានឡាន demo ឲ្យមើលហ្មងមិនមែនឡាន demo ណាឡាន demo បាទ ឡាន demo គឺអាច NN auto តែ drive បានទៀតហ្នឹងហើយហើយបើ QO7 ឡានរៀងធំ set auto បាទ ចឹងសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើបងទាំងគ្នាចង់គ្រប់គ្រងអីអាចតាក់ទងបាន Optimus កក់មុនទៅ OSP ក៏ត្រូវកក់ដែរដើម្បីយើងរៀបក្រុមការងារទៅបិទជូន បាទ ហើយបើសិនជានៅខេត្តមក SLK Care ដាក់ប្លង់ដាក់ដែរហើយអស់មកទៅ បាទ បាទអញ្ចឹងអរគុណបងទាំងគ្នាសម្រាប់ការតាមទស្សនាវីដេអូមួយនេះហើយបើសិនជាមានសំណួរចម្ងល់អីធ្វើការ comment នៅក្នុងវីដេអូពីព្រោះខ្ញុំនឹងធ្វើការស្រង់ហើយខ្ញុំរៀបប្រធានបទឲ្យបានល្អដូចថ្ងៃនេះចឹង បាទបើការនិយាយស្ដីដូចថាលឹះលុះអីអញ្ចឹងណា អូដូចរឿងទូរស័ព្ទ អត់ទេអញ្ចេះចង់ថាយើងនិយាយរៀលអញ្ចឹងអត់មានព្រៀងទុកទេអញ្ចឹងពេលខ្លះបងប្អូនស្ដាប់ទៅអនុគ្រោះបានអនុគ្រោះស្ដាប់ទៅមានអារម្មណ៍តប៉ែប្លុកចោលជប់មើល អត់ទេបងទុកអីមិនបងនៅតែសើតែគាត់អាចមក comment ថាយើងនិយាយ គាត់ជាយាមមើលទាំងតប៉ែទាំងយើង ណែគាត់នៅតែមើលហើយគាត់ comment ប្រាប់យើងអាហ្នឹងជារឿងល្អបងនៅតែ ចប់ បាទ អាហ្នឹង engagement ណា យល់ហើយ
ធម្មតានិយាយបើដឹងអត់អានផងហ្នឹងអត់មានអីមើលអត់មានកាត់យើងហោះយកហ្មងអញ្ចឹងវាតែតែមានខុសមានត្រូវដូចតាតារាចម្រៀង20 30ឆ្នាំក៏នៅឡើងច្រៀងនៅផ្លាត់នៅលើកឲ្យ fan ជួយច្រៀងជំនួសស្រែកអត់ដល់ដោយសារយើងនិយាយនេះគឺអត់មានកំណត់នាទីទេបងប្អូនអញ្ចឹងវាទៅរហូតណាមួយជាក់ស្ដែងប្រភេទនេះវាចូល podcast ហើយបាទប្រភេទជជែកគ្នាបាទលេងសើចខ្លះអីខ្លះចឹងទៅហើយបងប្អូនខ្លះក៏គាត់ទៅខាងចូលចិត្តដោយសារមានកំ pl ែងនិយាយទៅដូចមើលកំ pl ែងហើយបានចំណេះដឹងបាទតែឥឡូវយើងកាត់បន្ថយកំ pl ែងបានច្រើន serious រឿង serious កុំ serious ពេកបងណាយើងមិន serious ទេតែប៉ុតដោយសារអត់មាន sponsor អត់មានអីទេបាទហើយបើមាន sponsor ក៏យើងយកដែរបាទហ្នឹងហើយចឹងបើបងបន្តស្ដាប់ទៀតនៅតែប៉ុណ្្នឹងទេអត់បិទអាចចូលទៅស្ដាប់ឲ្យផ្សេងបានឥឡូវនេះបិទកម្មវិធីនេះបិទកម្មវិធីហើយបាទគាត់ថាបើទិញឡានថ្មីកុំភ្លេចដាក់កាមេរ៉ាសំខាន់បាទការពារយកជាផុសតាំងចឹងអរគុណបងប្អូនគ្នាហើយខ្ញុំនឹងធ្វើការស្រង់រាល់សំណួរបងប្អូនគ្នាដែលខ្ញុំគិតថាអាចយកមកមិនអាចគិតថាគឺយកមកជជែកមកឲ្យតែផ្ដល់អត្ថប្រយោជន៍សម្រាប់បងប្អូនគ្នានៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជាបាទរីកចម្រើនអរគ្នាទេទទួលបានព័ត៌មានកាន់តែច្រើនបងប្អូនគ្នាចេះកាន់តែច្រើនការសម្រេចចិត្តកាន់តែបានល្អបាទចឹងពីខ្ញុំរក្សា Demo ខ្ញុំបាទសេឡុងសូមអរគុណនិងសូមជម្រាបសន្យាថាយើងនឹងជួបគ្នានៅវីដេអូក្រោយ